ចាវីដេអូទី5មកបងប្អូនចាតាមពិតគឺត្រូវបញ្ចប់តាំងពីវីដេអូទី4ចាប៉ុន្តែដោយសារនេះខ្ញុំចង់បង្ហាញតិចទៀតចាអញ្ចឹងទៅក៏បន្ថែមមួយវីដេអូទៀតចាមិនច្រើននាទីទេបងប្អូនចាអញ្ចឹងមិនគឺខ្ញុំនិយាយដល់ត្រឹមភពពុទ្ធចាអញ្ចឹងគឺភពពុទ្ធគឺលឿនរហ័សការបត់បែននេះជាភពកូនក្មេងអញ្ចឹងខ្ញុំធ្លាប់បាននិយាយឲ្យរឿងភពពុទ្ធអីចាកាលណាមានរាហូជ្រែកហ្នឹងគឺប្រយ័ត្នរឿងផ្លូវចិត្តចាផ្លូវចិត្តពុទ្ធហើយនឹងច័ន្ទប្រយ័ត្នបំផុតគឺរាហូជ្រែកនឹងគឺបញ្ហាផ្លូវចិត្តផ្លូវអារម្មណ៍គឺងាយវង្វេងចាស់លឿនណាស់ប្រៀបដូចខ្យល់អញ្ចឹងណាបងប្អូនម្ចាស់ចាប្រៀបដូចខ្យល់ចាបក់ទៅជើងទៅត្បូងចាកាលណាមានរាហូមកជ្រែកហើយគឺខ្យល់នឹងគឺវក់ពីអត់ដឹងទិសដៅតំបន់អញ្ចឹងណាចាយ៉ាងណាមិញបុត្រធីតាប្រុសស្រីបើសិនបើតួថ្ងៃតួខែតួខ្លួនរបស់គាត់អតតនុហើយនឹងចិត្តរបស់គាត់ឬក៏លេខសុពិគ្រោះលេខ2ចានៅលេខ2ចេះលេខ2លេខ4លេខ6របស់គាត់ធ្លាក់ក្នុងផ្ទះអវិជ្ជមាននេះគឺនេះខ្ញុំបានបញ្យល់វីដេអូមុនហើយណាចាអញ្ចឹងធ្លាក់ក្នុងផ្ទះអកុសលឬក៏អវិជ្ជមានបាបគ្រោះជ្រែកដូចជាព្រះសៅរ៍អង្គារឬក៏រាហូអានឹងគឺប្រយ័ត្នរឿងចិត្តនឹងគឺងាយណាបងប្អូនកូនចាស់ងាយមែនតើចាហើយចិត្តស្រាលរាហូទាញនឹងគឺងាយចាផ្លិតផ្លន់ក្នុងសង្គមអង្គារទាញនឹងក៏ងាយដែរព្រោះធ្វើឲ្យភពសុបគ្រោះនឹងគឺចាភពសុបគ្រោះយើងដឹងហើយជាភពទុនជ្រាយធាតុស្ត្រីចាជានារីប្រើនៅអារម្មណ៍ចាធម្មតានារីគឺមិនសូវប្រើទេអាកម្លាំងអីបើសម្រាប់ធាតុបុរសគេហៅថាធាតុប្រើកម្លាំងចាខាងសកម្មចំណែកធាតុនារីសុបគ្រោះគេហៅថាប្រើអារម្មណ៍ការចិញ្ចឹមបីបាច់រក្សាអាហ្នឹងគឺភពពុទ្ធភពច័ន្ទភពសុក្រប្រពហ័រគឺសំដៅទៅលើការអត់ធ្មត់សិលធម៌អ្នកដែលមានសិលធម៌វិជ្ជាជីវៈល្អអីចាទោះបីជាកាន់ក្នុងគ្រួសារក្រប៉ុន្តែកូននឹងក៏មានផ្កាយពហុល្អអញ្ចឹងចាទៅណាទៅណីអញ្ចឹងគឺគាត់ចេះគោរពអោនលំទោនចាដឹងខ្ពស់ដឹងទាបដឹងចាស់ទុំចាអញ្ចឹងណាចាជាមនុស្សដែលសម្របខ្លួននៅក្នុងសង្គមបានដោយងាយមិនថាអ្នកមានឬអ្នកក្រគឺគាត់ចាចេះអធ្យាស្រ័យចេះឲ្យតម្លៃមនុស្សចាចេះគោរពចាអញ្ចឹងទៅគឺទៅណាទៅណីរមែងតែងតែមានគេស្រឡាញ់ចូលចិត្តពិសេសមានការជួយទំនុកបម្រុងពីមនុស្សចាស់ចាជាអ្នកដែលមានចេះហៅថាចំណេះវិជ្ជាឬក៏អ្នកបួសជាព្រះសង្ឃអីចឹងទៅខ្ញុំឧទាហរណ៍ចឹងណាជាគ្រូបាអាចារ្យអ្នកដែលគាត់មានចំណេះវិជ្ជាល្អអ្នកធ្វើការល្អគេស្នើអាណិតទៅជួយឧបត្ថម្ភអីផ្សេងចឹងទៅចាហ្នឹងខ្ញុំឧទាហរណ៍ចឹងណាបងប្អូនចាណាហ្នឹងហើយសម្រាប់អ្នកដែលមានតួពហុល្អចាកាយអង្គារល្អគឺសំដៅទៅលើការតស៊ូប្រឹងប្រែងសេចក្តីព្យាយាមចាអត់ខ្ជិលអត់ច្អូសទេអ្នកដែលមានកាយអង្គារធ្លាក់ក្នុងទីតាំងផ្ទះអកុសលចាខ្វះការតស៊ូខ្វះការព្យាយាមចាធ្វើអីគឺជួបបញ្ហាហើយឆាប់អស់សង្ឃឹមនេះគឺកាយអង្គារគឺបែបហ្នឹងអង្គារល្អគឺនៅក្នុងផ្ទះល្អគឺល្អភពចាចាប់ពីអាទិត្យដល់ព្រះសៅរ៍បើសិនជាភពណាមួយស្ថិតនៅក្នុងផ្ទះល្អគឺឲ្យផលល្អប៉ុន្តែបើភពទាំងនោះធ្លាក់នៅក្នុងផ្ទះអកុសលឬមានបាបគ្រោះជ្រែកអានឹងភពនោះគឺឲ្យនៅបញ្ហាទុក្ខទោសវិបត្តិដល់យើងដែលជាម្ចាស់នេះតួថ្ងៃតួខែឆ្នាំកំណើតហ្នឹងណាបងប្អូនចាស់អញ្ចឹងនៅក្នុងតម្រាអរសាសអតពលទូ9ឋានហ្នឹងគឺបុណ្យបាបអីគឺបង្ហាញនៅក្នុងនេះទាំងអស់ចារីករាយទុកបុណ្យបាបគឺនៅឆ្លាស់គ្នាជាធម្មតាបងប្អូនកូនចាស់លេខមានតែ7ទេប៉ុន្តែផ្លាស់ប្ដូរបាត់បានរហូតចាអញ្ចឹងបានគេហៅដល់9ឋានហ្នឹងណាបងប្អូនគឺភ្ជាប់សម្ព័ន្ធបងប្អូនកូនចាស់គឺលេខហ្នឹងគឺចាបងប្អូនកូនចាស់អាចមើលទៅថាពិបាករៀនមិនចេះញ៉ៃតាមពិតអត់ទេបងប្អូនកូនចាស់ឲ្យតែបងប្អូនកូនចាស់មានគ្រឹះផ្នែកទសាហើយគឺរៀនក្បួនហ្នឹងគឺលឿនអត់ពិបាកទេពីព្រោះនាងខ្ញុំបរៀនគឺនាងខ្ញុំបញ្យល់ជាវីដេអូខ្ញុំថតវីដេអូសម្រាប់សិស្សបងប្អូនកូនចាស់ដែលរៀនហើយរៀនជាមួយនាងខ្ញុំគឺរៀនដោយសេរីចា
ខ្ញុំអត់បរៀនស៊ូមអត់បរៀនអីទេគឺខ្ញុំចាដាក់ឯកសារឲ្យខ្ញុំតម្លាក់វីដេអូឲ្យបងប្អូនកូនចាស់ private បងប្អូនកូនចាស់តនេបងប្អូនកូនចាស់ចូលស្ដាប់វីដេអូដែលនេះខ្ញុំចាបញ្យល់បកស្រាយហើយវីដេអូនេះខ្ញុំមានបងលេខឲ្យស្រេច1 2 3 4 5រហូតដល់20 30អីចឹងទៅចាខ្ញុំបញ្យល់ចាប់ពីមូលដ្ឋានគ្រឹះ3ឋានកម្លាំងបូក4ឋាន5ឋានអីចឹងទៅហើយឆាប់ហ្នឹងគឺមានសភៅ2ទៀតដែលនេះខ្ញុំធ្វើទៀតហើយចាចឹងគឺមានយាមអត្តការបងប្អូនកូនចាស់រៀនមិនរៀនត្រឹមតែអត្តបើតួ9ឋានហ្នឹងទេចាបងប្អូនកូនចាស់ត្រូវរៀនយាមមួយទៀតនាងខ្ញុំបរៀនអត្តដោយប្រើវេលាថ្ងៃខែឆ្នាំកំណើតហើយមួយទៀតគឺប្រើយាមអត្តការសម្រាប់យកមកចុះនៅក្នុងអត្តនឹងឯងយាមគឺបងប្អូនកូនចាស់ត្រូវតែចេះចាព្រោះយើងអ្នកកាន់ក្បួនយើងអ្នកខាងគ្រូមកខាងហៅគុនគូចារាសីអញ្ចឹងគឺយើងត្រូវតែចេះអត់មានគ្រូណាក៏អត់ចេះទេបងប្អូនពីព្រោះដួងជាតាខ្លះដែលគាត់មករកបងប្អូនកូនចាស់គាត់អត់មានថ្ងៃខែឆ្នាំកំណើតអីទេចាគាត់ចាំតែឆ្នាំអ្នកខ្លះទៀតគាត់ចាំតែឆ្នាំថាគាត់ឆ្នាំជូតតែអត់ដឹងគាត់កើតខែអីម្ដាយថាកើតនៅមុនខ្ញុំហើយអញ្ចឹងទៅធម្មតាខែច័ន្ទគតិបងប្អូនកូនចាស់គឺក្នុងមួយខែគឺមានបែងជា2ខែពាក្យកដាលខែម្នាក់ចាវាមានផលបុតអសោចចាវាមានកដៅវាមានមិកសិក្នុងមួយខែហ្នឹងអញ្ចឹងគឺគាត់និយាយបែបហ្នឹងគឺយើងយកជាការអត់កើតទេមួយទៀតថ្ងៃចាការបែងចែកថ្ងៃកំណើតហ្នឹងគឺមិនទាំងចេះបែងចែកផងចាពាក្យខ្លះប្រាប់ថាកើតថ្ងៃច័ន្ទម៉ោងប៉ុណ្ណេះអញ្ចឹងទៅដល់ពេលយើងមើលទៅមិនទេគឺស្ថិតនៅក្នុងចាថ្ងៃអាទិត្យនៅឡើយចាអានេះខ្ញុំឧទាហរណ៍ចឹងណាចាអ្នកខ្លះទៀតមិនទាំងចាំថ្ងៃកើតផងហើយដាក់ថ្ងៃទីហ្នឹងក៏គាត់យកតាមចាធ្វើអត្តសញ្ញាណប័ណ្ណនេះគឺស្មានដែរទេចាអញ្ចឹងគឺអត់ប្រកបណាអញ្ចឹងកាលណាគេអត់ប្រកបថ្ងៃខែបងប្អូនកុំចាស់យកយាមអត្តការចាយកមកដើរក្បួនយាមអត្តការប្រចាំថ្ងៃក្នុងមួយថ្ងៃគឺមាន24ម៉ោងអញ្ចឹងក្នុង24ម៉ោងនោះចានៅក្នុងក្បួនហោរាសាស្ត្រគឺគេបែងចែកចេញជាចា8យាមធំដល់ពេល8យាមធំហ្នឹងគេបែងចែកចេញជាចាតូចទៀតអញ្ចឹងសរុបទាំងអស់គឺ16យាមចា8យាមធំក្នុងមួយយាមគឺមាន3ម៉ោងអញ្ចឹងនៅក្នុង3ម៉ោងហ្នឹងគេចែកចេញជា2ទៀតអញ្ចឹងវាបាន1ម៉ោងកន្លះអញ្ចឹងក្នុង1ម៉ោងកន្លះហ្នឹងគឺ90នាទីក្នុងមួយយាមអញ្ចឹង24ម៉ោងហ្នឹងគឺ16យាមចាអញ្ចឹងយើងយកយាមហ្នឹងមកដើរក្បួនចាយាមដែលគេមករោយើងណាបងប្អូនកូនចាស់ចាអញ្ចឹងគេមករោបងប្អូនកូនចាស់មករោយើងហ្នឹងដែលជាអ្នកចេះក្បួនហ្នឹងគេមកនៅក្នុងម៉ោងណាបងប្អូនកូនចាស់ឆែកមើលទៅតារាងយាមគឺមានដាក់ឲ្យស្រេចអញ្ចឹងឆែកមើលយាមហ្នឹងទៅគឺដឹងហើយឧបមាថាម៉ោងនៅក្នុងថ្ងៃអាទិត្យចំយាមទី3អញ្ចឹងយើងដឹងហើយយាមទី3គឺយាមអីចាធម្មតាយាមអាទិត្យពេលថ្ងៃយើងពេលថ្ងៃវាមាន8យាមពេលយប់មាន8យាមគ្រប់ថ្ងៃទាំង7នៃសប្តាហ៍គឺចាគេចែកចេញជា24ម៉ោងទេអញ្ចឹង24ម៉ោងហ្នឹងគឺយើងចែកចេញជាយាមទៀតទៅចាពេលថ្ងៃ8យាមពេលយប់8យាមក្នុងមួយយាមគឺ90នាទីអញ្ចឹងឧទាហរណ៍គេមកនៅក្នុងថ្ងៃអាទិត្យយាមទី3អញ្ចឹងយើងរាប់យើងមើលតារាងទៅក៏បានឥឡូវខ្ញុំរាប់អាទិត្យថ្ងៃទីម៉ោងយាមទី3នេះវាចំម៉ោងអីអញ្ចឹងគឺសូរ្យៈសុក្រៈពុទ្ធៈចាហ្នឹងគឺយាមទី3ហើយក្នុង1ម៉ោងយើងរាប់មកចាប់ពីម៉ោង6ដល់ម៉ោង7កន្លះគឺយាមទី1ចាប់ពី7កន្លះដល់ម៉ោង9គឺយាមទី2ចាប់ពីម៉ោង9ដល់ម៉ោង10កន្លះគឺយាមទី3អញ្ចឹងគេមកនៅក្នុងយាមទី3ហ្នឹងគឺចំយាមពុទ្ធគឺលេខ4អញ្ចឹងយើងយកលេខ4ហ្នឹងមកដាក់ចាហើយថ្ងៃដែលគេមករោហ្នឹងគឺយើងយកមកដាក់ជាខែមកនៅថ្ងៃអាទិត្យអញ្ចឹងយើងយកអាទិត្យហ្នឹងមកដាក់ជាខែហើយខែបច្ចុប្បន្នដែលយើងកំពុងតាំងនៅឧបមាថាខែឬបឋមសាស្ត្រអញ្ចឹងបងប្អូនដឹងហើយបឋមសាស្ត្របងប្អូនរាប់ទៅចាដកតាមនឹងទៅអញ្ចឹងណាបងប្អូនអញ្ចឹងយើងដករួចយើងយកមកតាំងនៅទូឆ្នាំអញ្ចឹងយើងបានបាត់ហើយថ្ងៃខែឆ្នាំបងប្អូនដាក់ដេញទម្លាក់ដល់9ឋានដូចគ្នាហើយបងប្អូនកុំចាស់ទំនីទៅបកាយបងប្អូនកុំចាស់ទំនីយាមគឺបកាយមែនតើអត់ខុសពីទំនីថ្ងៃខែឆ្នាំកំណើតទេចាអានឹងមេរៀនយាមគឺសម្រាប់យើងជាអ្នកចេះក្បួនហ្នឹងគឺត្រូវតែចេះបងប្អូនកុំចាស់ខ្ញុំនឹងបរៀនបងប្អូនកុំចាស់ចាបងប្អូនកុំចាស់អង្គមុនគឺលោកចេះអស់ហើយការប្រើយាមអីចាអញ្ចឹងគឺសម្រាប់សិស្សថ្មីបងប្អូនកុំចាស់
ទៅចូលវគ្គក្រោយហ្នឹងបងប្អូនចាស់ត្រៀមហើយចាត្រៀមតែរៀនយាមហើយសភៅគឺនឹងចេញទៀតចាចេញសភៅយាមអត្តការទំនីយាមនឹងឯងបាត់របស់ចាមនុស្សឈឺនៅអីខុសទោសអីផ្សេងគឺនៅក្នុងនោះទាំងអស់ចានេះខ្ញុំមានសរសេរលំអិតជូនចាសភៅនៅចេញពីទៀតសភៅបងប្អូនចាស់ចាចេញសភៅអត្តគឺនេះខ្ញុំបកស្រាយត្រឹមឋានបូកសភៅអត្តហ្នឹងចាខ្ញុំលំអិតឲ្យមូលដ្ឋានគ្រឹះនិយាយអំពី3ឋានតែខ្ញុំចាលំអិតត្រឹមឋានបូកហ្នឹងណាចាត្រឹមហ្នឹងដោយសារតែសភៅកពីអក្សររាសាស្ត្រគឺយើងខ្ញុំមានបកស្រាយទំនីដល់9ឋានហើយខ្ញុំអត់បានរៀបរាប់កម្រិតបឋមអីទេចាព្រោះសភៅហ្នឹងគឺខ្ញុំចាបកស្រាយកម្រិតខ្ពស់ចាទំនីដាក់9ឋានដល់ពេលឯកសារហ្នឹងដោយសារខ្ញុំធ្វើយូរហើយអញ្ចឹងខ្ញុំធ្វើកម្រិតបឋមហ្នឹងគឺលំអិតសម្រាប់បងប្អូនកុំចាស់ដែររៀនវគ្គថ្មីហ្នឹងគឺលំអិតមែនតើសភៅហ្នឹងចាហើយបងប្អូនកុំចាស់រៀនសំតងបងប្អូនកុំចាស់រៀនអានកម្រិតបឋមស្ដាប់វីដេអូហើយមានសភៅហ្នឹងហើយបងប្អូនកុំចាស់អាននឹងសភៅកម្ពីតនីអាចកំបាំងទៀតអានឹងគឺពេញហ្មងអត្តគឺ full គ្រប់បរិបូរណ៍បងប្អូនកុំចាស់អត់មានខ្វះអីទេចាវីដេអូក៏មានមើលសភៅក៏មានទំនីហើយសភៅគឺក្រាស់បងប្អូនកុំចាស់ចាទំពើគឺច្រើនចា6,700អីចឹងទៅចាហើយវីដេអូនេះខ្ញុំបញ្យល់ចាឲ្យបងប្អូនកុំចាស់មើលទៀតអញ្ចឹងអត់មានពិបាកទេណាបងប្អូនចាស់ភាសាក៏យើងមានអានចាអត្តក៏មានចាសភៅយាមក៏មានហើយរបៀបមើលដីជ័យភូមិអីខុសទោះអីគឺនេះខ្ញុំមានដាក់ជូនទៀតបងប្អូនចាបែបអរូបីអីចាមិនមែនថាខ្ញុំបរៀនទៅខាងផ្នែករាសាស្ត្រយើងបែបយើងផ្សារភ្ជាប់ទៅតែតារាសាស្ត្រសុទ្ធទេអញ្ចឹងគឺខ្ញុំមានសរសេរចាបែបអរូបីហ្នឹងក៏ឲ្យដែរចាព្រោះខ្មែរយើងគឺនៅហៅថាមានប្រកាន់ចឹងណាបុរាណមិនចោលសម័យយើងមិនភ្លេចណាបងប្អូនចាអញ្ចឹងនេះគឺនេះខ្ញុំមានសរសេរដាក់ជូនសម្រាប់បងប្អូនអីដែលថាចង់មើលដីខុសទោះដីក្តៅដីត្រជាក់អីគឺមាននៅក្នុងនោះទាំងអស់ខ្ញុំបកស្រាយជូនណាចាឲ្យតែមានកេតមានរាហូហើយគឺពាក្យប៉ុណ្្នឹងអរូបីនឹងឯងចាពលឹងវិញ្ញាណអីផ្សេងបើនេះខាងពើមពាក់របស់អីចឹងទៅចាគេកប់គេដាក់អីចឹងទៅខាងមុនខ្មៅអីបើប្រកេតហ្នឹងគឺខាងហៅថាពលឹងពពាក់បរោះដូនតាមានអាយុកាលយូរឆ្នាំអីចឹងទៅចាស់ទឹកចាស់ដីទៅតាព្រៃភ្នំអីផ្សេងអញ្ចឹងណាបងប្អូនចាស់នេះអត់ចេះធ្វើអីទេប្រកេតនឹងធម្មតាគ្រាន់តែថាធ្វើយើងនឹងចាក្នុងផ្ទះនោះមានភាពស្ងៀមស្ងាត់ឯកោក្រៀមក្រំអញ្ចឹងទៅចាហើយឈឺគឺឈឺរ៉ាំរ៉ៃមើលមិនងាយត្រូវអីចឹងណាចានឹងគេហៅថាខុសទោះដូនតាបពាក្យបរោះអីចឹងទៅចាខ្ញុំមានបកស្រាយលម្អិតជូនចាត្រឡប់មកក្រោយវិញដួងจิตាណាដែលមានពពុតឥឡូវខ្ញុំដាក់វីដេអូមួយបញ្យល់តាមពិតធ្លាប់បញ្យល់ឲ្យបងប្អូនចាគេខ្លះទៀតគាត់មានពពុតរបស់គាត់ខ្សោយណាអញ្ចឹងគឺប្រយ័ត្នសម្ដីការនិយាយស្ដីរយរាយឥតប្រយោជន៍អ្នកខ្លះទៀតនិយាយទៅប៉ាត់ណាប៉ាត់ណីឃើញមិនថាអញ្ចឹងគេហៅមាត់ល្អិលណាបងប្អូនអាមាត់ល្អិលហ្នឹងបញ្ហាគឺដោយសារមាត់ដោយសារសម្ដីចាហ្នឹងគេប្រយ័ត្នណាអានឹងចាពពុតនឹងធ្លាក់ក្នុងផ្ទះអរិយអីចឹងទៅហើយមានបាបគ្រួមានអីចឹងប្រយ័ត្នអារឿងមាត់និយាយទៅវាច្រើនមានទុកទោសចាមួយទៀតគេប្រយ័ត្នរឿងចិត្តនឹងឯងចាចិត្តស្រាលចារស់ស៊ីអីប្រយ័ត្នចាញ់បោកគេរឿងពុតហ្នឹងណាបងប្អូនចាមានលុយកុំឲ្យគេខ្ចីពិបាកទាវិញណាព្រោះឆាប់សំណអាណិតគេចាហើយដល់ពេលទៅទាគេវាច្រើនមានរឿងមានរាវចាអាត្រឹបមិនបានហើយមានរឿងក្តៅក្រហាយដល់ខ្លួនចាហ្នឹងគឺចឹងណាភពពុតអីចាចឹងប្រយ័ត្នមួយទៀតរបៀបមើលចាបុណ្យរសាការពីអីនេះខ្ញុំធ្លាប់បានបញ្យល់វីដេអូវីដេអូទី2ឬក៏ទី3នេះចាដែលនាងខ្ញុំបញ្យល់ផ្ទះសុភ័ក្រហើយផ្ទះបតាអាហ្នឹងមើលអំពីបុណ្យរសាមួយទៀតបងប្អូនមើលនៅផ្ទះបៃតាផងណាចាអញ្ចឹងគេមើលណាសុភ័ក្រមួយបៃតាផងបតាផងកាលណាគេមើលបុណ្យចាពីអតីតជាតិបុណ្យរសាអីគ្រូរសាយដូនតារសាយគឺគេមើលអញ្ចឹងកាលណាផ្ទះបៃតារបស់គាត់មានលេខល្អអញ្ចឹងគេហៅថាយើងមានឪពុកល្អដូនតាបពាក់បរោះល្អចាថែរក្សាកូនចៅអីចឹងទៅធ្វើការអីគឺច្រើនថាមានមេស្រឡាញ់ចូលចិត្តចាតែកាយច្បាយនេះចឹងទៅបើសិនបើបៃតានឹងល្អណាចាហើយគេសំដៅទៅលើបុណ្យរសាដែរចាបពាក្យបរោះពលឹងដូនតាអីចឹងណាចាថែរក្សាគុំក្រុងការពារកូនចៅមើលទៅលើឪពុកច្បាយនេះញាតចាស់ទុំដែលជាបរោះអីចឹងទៅចា
សុភ័ក្រគេមើលទៅលើបុណ្យរសាពីអតីតជាតិគេឈ្មោះកិត្តិយសដែលគាត់ល្អល្អះនៅក្នុងបច្ចុប្បន្នហ្នឹងណានឹងឯងមានភាពថ្លៃថ្នូរឬក៏អាប់ចាគេឈ្មោះមានរឿងអាស្រូវអីគេមើលទៅសុភ័ក្រនឹងឯងបុតតាក៏គេមើលទៅលើបុណ្យដែរពីអតីតជាតិមួយចាទី2គេមើលទៅលើការសិក្សាចំណេះវិជ្ជារបស់គាត់ចាហើយមើលទៅលើកូនចៅបរិវារប្រុសស្រីអីចឹងទៅចាអាស្នេហាដំបងអីក៏គេមើលនៅនឹងដែរអញ្ចឹងបាននៅក្នុងអត្តៈហ្នឹងគេចាហុំតែ9លេខហ្នឹងគេមើលបានណាបងប្អូនចានេះ9ហ្នឹងអាហ្នឹងគឺមើលបានច្រើនណានឹងឯងរឿងរ៉ាវបុណ្យកុសលពីអតីតជាតិអីដែលយើងសំមកគេបង្ហាញតាមផ្ទះ3បងប្អូនសុភ័ក្របៃតាហើយនឹងបុតតាចាអាហ្នឹងគឺបង្ហាញបើសិនជាសុភ័ក្របល្អបៃតាល្អបុតតាល្អអូអ្នកនោះមានបុណ្យល្អណាស់ចាហើយតនាងបើសិនជាតនាងល្អមានលេខសុពិគ្រោះកម្លាំងល្អហើយភ្ជាប់សម្ព័ន្ធល្អគេធ្វើបុណ្យមកទ្រពរបស់គេពីអតីតជាតិល្អដល់ពេលជាតិនឹងគេរោទៅវាឆាប់ត្រូវវាឆាប់មានបានណាទ្រពសម្បត្តិលុយកាក់របស់គេចាអញ្ចឹងណាបងប្អូនកាលណាឃើញលេខបុណ្យល្អហើយគេប្រឹងទៅវាឆាប់រលូនចាបើសិនបើបុណ្យមានហើយកតាខ្លួនយើងចាទៅវាមិនរួចអាហ្នឹងក៏ឱកាសលេខបុណ្យឲ្យផលហ្នឹងក៏ពិបាកដែរចាយើងប្រឹងផងលេខបុណ្យនឹងអំណោយផលផងចាទៅគឺឆាប់បានផលចាអញ្ចឹងណាបើសិនបើចាអកុសលលំបាកមិនមែនថាឃើញយើងពិបាកហើយយើងមិនរោមិនធ្វើទេកាលណាឃើញលេខពិបាកគេឲ្យយើងចេះប្រុងប្រយ័ត្នការធ្វើដំណើរការនិយាយស្ដីការដាក់ទុនរស់ស៊ីអីផ្សេងគេឲ្យចេះប្រុងប្រយ័ត្នពីព្រោះជៀសវាងការឆ្លោះឆ្លួយកើតហានិភ័យដោយហេតុណាមួយចឹងទៅវានាំឲ្យយើងនោះចាទុកលំបាករ៉ាំរ៉ៃនឹងវាច្រើនទី1ទី2គេនិយាយអំពីសុខភាពដំណើរជីវិតយើងកាលណាឃើញលេខអកុសលតួខ្លួនរបស់យើងនឹងមានបាបគ្រោះឬក៏ភ្ជាប់ទៅក្នុងផ្ទះអកុសលអញ្ចឹងធ្វើសេចក្តីល្អឲ្យបានច្រើនការកែរិស័យគឺអត់មានគ្រូណាតកែដួងចិត្តអ្នកណាបានទេបងប្អូនកុំចាស់ខ្ញុំសូមបញ្ជាក់បន្តិចចាអត់មានតែយើងពាក្យរបស់នេះរបស់នោះទិញរបស់នេះរបស់នោះយកមកដាក់ផ្ទះឲ្យជួយឲ្យយើងរកស៊ីមានបានអីអត់ទេចាហើយមានតកែអីខ្លួនយើងអីឲ្យយើងមានបានអីអត់ទេគ្មានគ្រូណាគេមកកែយើងបានទេបងប្អូនចាស់នេះបើគ្រូនឹងកែបាននឹងគ្រូនឹងមានបានអស់ហើយបងប្អូនចាគេកែតែក្រុមគ្រួសារបងប្អូនគេកើតមានអស់ហើយចារបស់ទ្របល្អគេមិនដែលមកចែកម្លែកដល់យើងទេចាអញ្ចឹងការកែដួងរិស័យតួខ្លួនដំណើរជីវិតយើងអកុសលគឺការធ្វើបុណ្យនៅក្នុងព្រះធម៌គឺការធ្វើបុណ្យណាចាគម្ពីរអាចកបាំងអរាសាសក្បួនតម្រាលេខអត្តៈគឺដូចគ្នាចាខ្ញុំផ្សារភ្ជាប់ទៅនឹងចាព្រះធម៌របស់ព្រះសម្ពុទ្ធនឹងឯងកុសលអកុសលកាលណាមានតួអកុសលបង្ហាញគឺយើងប្រុងប្រយ័ត្នកុំប្រមាទការរក្សានៅសិល5ចាការបៀតបៀនអីយើងកុំប្រព្រឹត្តស្រាអីគឺយើងជាចាកុំបង្កើតសត្រូវកុំកុហកភូតភរគេបោកប្រាស់គេបំណងឲ្យយើងមានរឿងមានបញ្ហាមានក្តីក្តាមគុកច្បាប់អីចឹងទៅចាអញ្ចឹងណាបងប្អូនចាអញ្ចឹងយើងធ្វើសេចក្តីល្អចេះធ្វើគុណជាមួយមេដាបៃតាធ្វើសេចក្តីល្អចេះដាក់ទានចេះចែករំលែកចេះឲ្យអភ័យការធ្វើបុណ្យវាមិនមែនតតែយើងមានលុយកាក់ធ្វើបុណ្យកើតទេបងប្អូនសូម្បីតែការនិយាយល្អដោយកាយវាចាចិត្តក៏ជាបុណ្យដែរចាគិតល្អធ្វើល្អចាក៏ជាបុណ្យបានឃើញមនុស្សចាដួលយើងទៅជួយគ្រាជួយលើកអានឹងក៏ជាបុណ្យបាត់ចាបុណ្យកើតចេញពីកាយវាចាចិត្តកុំឃើញគេមានទ្រព្យអីគេធ្វើបុណ្យល្អអញអត់លុយធ្វើបុណ្យកើតអត់ទេបងប្អូនណាចាអញ្ចឹងកាលណាតួរាសីគាត់ខ្សោយគឺធ្វើទៅតាមធនធានឧទាហរណ៍នៅវត្តអីមានកម្មវិធីបុណ្យអីយើងទៅជួយទៅបោសវត្តបោសអីលាងចានវត្តចាសម្អាតវត្តអីចានឹងក៏ជាបុណ្យបានអ្នកភូមិអីមានទុកលំបាកបុណ្យសពអ្នកភូមិហ្នឹងអីយើងទៅជួយទៅលើកដាក់អីជូនចានឆ្នាំងអីហ្នឹងក៏ជាបុណ្យបាត់បងប្អូនចាបើសិនបើថាអានឹងខ្ញុំនិយាយធៀបណាបើសិនបើថាអូគាត់វាអត់ខ្លាំងចាអត់ទៅគិតទេបងប្អូនហើយមិនបាច់គិតទីតាំងទីកន្លែងទេកន្លែងណាក៏គាត់អាចធ្វើបានអញ្ចឹងកាលណាតួរិស័យខ្សោយតួខ្លួនខ្សោយដំណើរជីវិតនេះឲ្យ
គាត់ចេះប្រុងប្រយ័ត្នចេះធ្វើសេចក្តីល្អបុណ្យនឹងជួយរក្សារូបនាមរបស់គាត់នឹងឲ្យគង់នៅចាការពារវិភ័យអន្តរាយអត់មានតែគ្រូណាកែឲ្យបានទេចាបងប្អូនកូនចាស់តាកម្មគឺកម្មហើយចាអញ្ចឹងណាគ្មានអ្នកណាយើងមិនអាចយកអីទៅបិទបាំងបានទេរឿងហេតុទៅត្រូវជួបវិជួបអញ្ចឹងសម្រាប់រាសីគឺយើងរាប់ចាតែដល់ពេលវេលាត្រូវជួបគឺជួបហើយតិចឬច្រើនអានឹងអាស្រ័យលើចាកម្មរបស់គាត់អញ្ចឹងនៅក្នុងរាសីកណាខ្ញុំបញ្ជាក់មួយទៀតបើសិនបើយើងរាប់រាសីឃើញអាយុនឹងធ្លាក់ក្នុងគ្រោះឧបមាណារាប់ទៅវាឃើញនេះក្នុងនេះចានេះគឺគ្រោះដែរណាបងប្អូនចាលេខសូយរាសីដាក់រាប់ឃើញនេះក៏រាសីដាក់នេះឃើញនេះក៏រាសីដាក់ដែរនេះឃើញលេខ1មកជាអញ្ចឹងណាហើយលេខ1យើងមើលទៅបញ្ហារិសាអីចាលេខ1គេប្រយ័ត្នជាមួយអ្នកមានអំណាចអ្នកមន្ត្រីរាជការអញ្ចឹងទៅគេប្រយ័ត្នចាអញ្ចឹងយើងមើលទៅបើសិនជារាប់ឃើញបែបហ្នឹងវាមិនមែនរាសីនឹងវាអាក្រក់ពេញ12ខែទេអញ្ចឹងក្នុង12ខែវាមានថ្ងៃចាមួយឆ្នាំហ្នឹងណាបងប្អូនក្នុងមួយឆ្នាំមាន12ខែដូចថាយើងរាប់រាសីឆ្នាំវាឃើញបែបហ្នឹងចាវាមិនមែនអាក្រក់នឹងទាំង12ខែទេវាមានខែត្រូវផ្លត់វាមានថ្ងៃត្រូវផ្លត់វាមានម៉ោងយាមហ្នឹងវាត្រូវផ្លត់ត្រូវជួបបញ្ហាចាអាហ្នឹងវាបែបហ្នឹងមនុស្សយើងបើសិនជាអង្គុយតែជួបវិបាកកម្មក្នុងមួយឆ្នាំ12ខែនោះអាក្រក់ទាំង12ខែនោះបងប្អូនចាគ្មានទៅរស់បានទេបងប្អូនកូនចាស់មនុស្សងាប់អស់ហើយស្លាប់ខ្លួនងាប់ចាអានេះខ្ញុំទៅហោអញ្ចឹងណាបងប្អូនចាចាអញ្ចឹងវាមានខែចាវាមានថ្ងៃអញ្ចឹងដើម្បីរកខែយើងរាប់ទៅរាសីខែណាដែលឲ្យគាត់ប្រុងប្រយ័ត្នខ្លាំងហើយយើងរាប់តួថ្ងៃទៅថ្ងៃណាដែលប្រុងប្រយ័ត្នខ្លាំងហើយនៅក្នុងថ្ងៃនោះយើងមើលយាមទៀតឲ្យប្រយ័ត្ននៅក្នុងយាមណាដែលត្រូវប្រុងប្រយ័ត្នការធ្វើដំណើរអីផ្សេងអញ្ចឹងទៅចាអញ្ចឹងក្នុងអត្តគឺយើងជ្រាកលម្អិតណាបងប្អូនចាឆ្នាំថ្ងៃខែយាមម៉ោងហ្នឹងគឺយើងជ្រាកចាលម្អិតចាអញ្ចឹងបាននៅក្នុងក្បួនបម្រើតែកាលណាមានតួថ្ងៃតួខែហើយគឺយើងមើលពេញមួយជីវិតមកចាវ័យក្មេងវ័យកណ្ដាលវ័យចាស់គូសកលអីចឹងទៅចាផ្ទះប៉ុនចាកាលណាយើងមើលអំពីផ្ទះប៉ុនអីគឺយើងមើលទៅបងប្អូនកូនចាស់ពុនធុហើយនឹងចាគេហាំងអញ្ចឹងបងប្អូនកូនចាស់មើលទៅចាមើលអំពីបុតតាគឺយើងមើលតាមនឹងណាចាឧទាហរណ៍លេខនឹងលេខបុតក៏គាត់ចាបញ្ហាហ្នឹងជាមួយប្រពន្ធហ្នឹងគាត់បាននៅជុំកូនទេបងប្អូននេះកាយវិសៅរបស់គាត់ណានេះមានកូនដូចអត់ចឹងណាបងប្អូនកូនចាស់កាយវិសៅគឺសេះ0តែលេខ7ហើយគឺសេះ0ហើយបងប្អូនកូនចាស់ដែលលើចាស់ចាស់តែកាលណាគាត់គេហៅថាផ្សំគូក្រងប្តីប្រពន្ធកូនចៅអីតែកាលណាទៅឃើញបង7ប្អូន7គឺគាត់អត់ដែរយកគ្នាចាហ្នឹងបងប្អូនគេហៅថាសេះ0ហ្នឹងគឺ7ហ្នឹងឯងអញ្ចឹងប្រសើរគឺសំដៅទៅលើសេះ0ខ្លាចបំផុតគឺប្រសើរនឹងគីព្រោះប្រសើរគឺសំដៅទៅលើសេចក្តីទុករ៉ាំរ៉ៃចាអញ្ចឹងណាអញ្ចឹងបើសិនជារាប់អាយុទៅឃើញប្រសើរនឹងធ្លាក់ក្នុងទីតាំងអវិជ្ជមានចាឲ្យទី1ប្រយ័ត្នថែសុខភាពទី2ការងារដែលគាត់រកស៊ីប៉ងហ្នឹងគឺអត់រលូនទេចាវាមានរឿងជាប់គាំងបញ្ហាឧបមាថាគេសន្យាថាខែខាងមុខយើងបានលៀបបានល្អហើយនឹងឯការងាររបស់យើងប៉ុន្តែដល់ពេលដល់ខែខាងមុខទៀតគេលើកពយាទៀតអញ្ចឹងវាធ្វើឲ្យគាត់នឹងអារម្មណ៍តាមតឹងទេហន្តែងអារម្មណ៍មងសៅមកទេនៅពេលដែលរាប់អាយុទៅចំប្រសើរហ្នឹងគឺហៅថាការងារគឺចេះតែពយាពេលចាអ្វីដែលយើងគិតហ្នឹងវាអត់រលូនទេបងប្អូនវាមានភាពរៀងស្ទះចាអញ្ចឹងគឺតតែផុតលេខរបស់ប្រសើរហ្នឹងទៅចាយើងរាប់ទៅលេខចំលេខណាទៀតអញ្ចឹងណាចាអញ្ចឹងវីដេអូហ្នឹងគឺនេះខ្ញុំបកស្រាយជូនប៉ុណ្ណឹងចាវីដេអូបញ្ចប់ចាសម្រាប់ដួងជាតាដែលមានតួរាសីខ្សោយចាងាយនឹងហៅថាត្រូវជំងឺបែបអរូបីចាពីព្រោះបញ្យលមកដួងហ្នឹងគឺដាក់5វីដេអូហ្នឹងមកបងប្អូនចាស់យល់ហើយចាអញ្ចឹងនៅពេលដែលបងប្អូនកូនចាស់បើសិនជាគេមករោអីគេជំនឿទៅលើខាងហ្នឹងបងប្អូនកូនចាស់មើលបែបហ្នឹងទៅចាហើយបើសិនបើយើងមើលបែបវិទ្យាសាស្ត្រយើងរាប់បែបវិទ្យាសាស្ត្រទៅជំងឺពាក់ព័ន្ធនឹងភពអីខ្លះចាភពច័ន្ទជំងឺអីភពអង្គារជំងឺអីប៉ះរាហូជ្រែកអីចឹងទៅថាបញ្ហាអីខ្លះអានឹងគឺបែបហ្នឹងបងប្អូនចាស់ណា